ខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាមកយល់ដឹងអំពីច្បាប់សង្គ្រាមនិងបទល្មើសនៃសង្គ្រាម 1. កំឡុងពេលធ្វើសង្គ្រាមការសម្លាប់ជនស៊ីវិលដែលគ្មានអាវុធដោយចេតនាមិនត្រូវគេអនុញ្ញាតឡើយ 2. ទាហានម្ខាងមិនអាចសម្លាប់ឬធ្វើឲ្យរបួសដល់ទាហានម្ខាងទៀតដែលបានចោះចូលហើយឡើយ 3. មិនត្រូវប៉ះពាល់ឬវាយប្រហារមន្ទីរពេទ្យក្នុងពេលមានសង្គ្រាម 4. មិនត្រូវប្រព្រឹត្តដោយអមនុស្សធម៌ឬធ្វើទារុណកម្មលើឆ្លើយសឹក 5. ការចាប់យកឬការសម្លាប់ចំណាប់ខ្មាំងមិនត្រូវគេអនុញ្ញាតឡើយ 6. ទាហានត្រូវពាក់ឯកសណ្ឋានដើម្បីឲ្យគេបានស្គាល់ឬសម្គាល់អត្តសញ្ញាណច្បាស់លាស់ជៀសវាងការភ័ន្តច្រឡំរវាងជនស៊ីវិល 7. សមរភូមិត្រូវធ្វើឲ្យឆ្ងាយពីតំបន់ទីក្រុងដែលមានប្រជាជនរស់នៅ 8. នៅពេលត្រូវវាយប្រហារទីក្រុងត្រូវទុកពេលវេលាសម្រាប់ជម្លៀសជនស៊ីវិលចេញ 9. ជនស៊ីវិលស្លូតត្រង់ត្រូវបានទទួលការគាំពៀបទល្មើសសង្គ្រាម Crime of War គឺជាការរំលោភខុសយុត្តិធម៌លើបទបន្ថែមនៃការធ្វើសង្គ្រាមដែលរួមមានសកម្មភាពឃោរឃ្ៅនិងការធ្វើទុកបុកម្នេញក្នុងពេលធ្វើសង្គ្រាមបទល្មើសសង្គ្រាមរួមមាន 1. ការប្រើប្រាស់អាវុធដែលបានហាមឃាត់ 2. ការមិនយកចិត្តទុកដាក់ចំពោះអ្នកជំងឺឬអ្នករបួស 3. ការរំលោភបំពានរថយន្តដែលមានទង់ឬសញ្ញាកាកបាទក្រហម 4. ការបំពានដោយមិនដោះលែងអ្នកទោសឬបំពានលើបទឈប់បាញ់គ្នា 5. ការសម្លាប់ចំណាប់ខ្មាំង 6. ការសម្លាប់រងាជនមិនមែនស៊ីវិលឬប្រចាំមតិដែលបានចុះចូល 7. ការបំផ្លាញនាវាចម្បាំងដោយមិនបានយកអ្នកដំណើរឬបុគ្គលិកនាវាទៅដាក់កន្លែងមានសុវត្ថិភាព 8. ការទម្លាក់គ្រាប់បែកលើកន្លែងដែលគ្មានរបាំងការពារអ្វីទាំងអស់ឬអគារនានាដែលមិនមែនជាគោលដៅខាងយោធាខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាមកយល់ដឹងអំពីច្បាប់សង្គ្រាមនិងបទល្មើសនៃសង្គ្រាម 1. កំឡុងពេលធ្វើសង្គ្រាមការសម្លាប់ជនស៊ីវិលដែលគ្មានអាវុធដោយចេតនាមិនត្រូវគេអនុញ្ញាតឡើយ 2. ទាហានម្ខាងមិនអាចសម្លាប់ឬធ្វើ